baវីដេអូមកនេះគឺថារៀងប្លែកទីឲ្យបងប្អូនតើគ្នាគឺថាទាំងពីរអ្នកតែម្ដងនាំមកចាក់ថ្នាំអញ្ចឹងណាមួយខែគឺយើងមកទៀងទាត់ម្ដងទេបងប្អូនតើគ្នាធ្វើដំណើរនេះគឺថាភូមិផងលបងបងប្អូនយើងនឹងឯងគឺថានៅខាងប្រទេសវៀតណាមគឺចិត្តទេអញ្ចឹងហើយគឺយើងជិះម៉ូតូមកងាយស្រួលខ្លាំងមែនតើហើយបន្ទាប់ពីចាក់ថ្នាំហើយហ្នឹងក៏យើងឆ្លៀតចូលទៅញ៉ៃតិចតួចផងដែរពេលដែលចេញទៅហ្នឹងគឺថាមិនភ្លេចទេជាមួយនឹងខោទឹកនោមពេទ្យពីបងប្អូនតើគ្នាគឺថាកូនខ្ញុំគឺបានប្រើតាំងពីពេលមកពេទ្យហ្នឹងបានប្រហែលថ្ងៃហ្នឹងគឺថាបានក្រុមហ៊ុនតាក់ទងមកប្រើរហូតដល់ឥឡូវហ្នឹងឯងហើយក៏អរគុណដល់ម្ចាស់ sponsor ដែរអញ្ចឹងណាគាត់ឲ្យប្រើប្រាស់ជាមួយនឹងជួយផ្សព្វផ្សាយយើងក៏អរគុណខ្លាំងមែនតើប្រើរហូតដល់ថ្ងៃហ្នឹងអញ្ចឹងណាបងប្អូនឥឡូវនេះគឺថារៀបចំចាប់ដើមចេញទៅកំពុងតែចាំបងឆាយមកអញ្ចឹងណាព្រោះបងឆាយមានកម្រងថាទៅទេដល់ពេលថាទៅក៏ហៅគាត់ភ្លាមឲ្យគាត់រៀបចំខ្លួនអញ្ចឹងណាបងប្អូនតើគ្នានៅពេលដែលកំពុងតែចាំហ្នឹងក៏រៀងចាប់ប្លង់ថតអីទូចអញ្ចឹងទៅឥឡូវនេះគឺថានៅធ្វើដំណើរតាមផ្លូវបងប្អូនតើគ្នាក៏ណាត់កូនដែរដេកលក់បាត់បងប្អូនតើគ្នាដេកបដាបដាហើយនេះហើយបងប្អូនតើគ្នាគឺថាលាក់តែនឹងឯងជិះម៉ូតូនិយាយថាបរិយាកាសក៏រៀងគួរសមដែរគឺពេលដែលយើងទៅហ្នឹងគឺថារៀងត្រជាក់គូសំទេតែមកវិញបងប្អូនតើគ្នាគឺថារៀងក្តៅគូសំដែរហើយមកដល់កន្លែងនេះគឺជាពេទ្យដែលយើងត្រូវពិនិត្យកូនខ្ញុំរៀងក្អកអត់សូវស្រួលខ្លួនដែរអញ្ចឹងណាហើយបងឆាយនេះបងប្អូនតើគ្នាគឺថាឃើញរបស់លក់នេះគឺច្រើនខ្លាំងមែនតើជាមទៅកន្លែងដែលមានក្មេងៗហ្នឹងគេលក់របស់ក្មេងៗអញ្ចឹងទៅបងប្អូនតើគ្នាគឺថាចេះបងអ្នកលក់ហ្នឹងហើយមើលចង់បានតែដល់ពេលឲ្យយកគឺអត់យកទេចប់តែម្ដងហើយកូនខ្ញុំនៅខាងក្នុងកំពុងតែពិនិត្យអញ្ចឹងណាព្រោះគាត់រៀងផ្ដាសាយឈឺកឈឺអីអញ្ចឹងណាបងប្អូនតើគ្នានេះចាប់ដើមឲ្យពេទ្យគេពិនិត្យមើលថាអាការៈបែបណាបែបមិនអីចឹងណានេះគឺទឹកមុខគេបងប្អូនតើគ្នាគឺថាលើនឹងឯងហើយនេះគឺជាថ្នាំពេទ្យដែលយើងបានផ្សំមកសម្រាប់ឲ្យគាត់លេបចឹងណាបងប្អូនតើគ្នានេះគឺរៀបចំហើយហើយបងឆៃហ្នឹងគឺថានៅអេអនជាមួយនឹងអាពេទ្យប៉ោនឹងឯងឥឡូវគឺយើងបានមកដល់ពេទ្យដែលយើងត្រូវចាក់ថ្នាំនេះប៉ុន្តែជាអកុសលអីលើកហ្នឹងបងប្អូនតើគ្នាគឺថាកូនខ្ញុំបានចាក់ទេប៉ុន្តែខ្ញុំក៏ចង់រៀបរាប់លម្អិតដែរអញ្ចឹងណាប៉ុន្តែមកដល់ដំបូងហ្នឹងគឺគេចាប់ដើមមកយើងថ្លឹងគីឡូកូនមួយខែហ្នឹងគឺមានការប្រែប្រួលអីខ្លះហើយកម្ពស់ហ្នឹងលួតបានប្រហែលសង់ទីម៉ែត្រយ៉ាងទៅព្រោះយើងមានសភៅតាមដានព័ត៌មានរបស់ពួកគាត់ដែរអញ្ចឹងណាហើយកូនខ្ញុំថានន់ទៀតសតគឺថាប្រឹងល្អខ្លាំងមែនតើបងប្អូនតើគ្នាគឺថាភ្នែកគេធ្វើលេងឡើងអត់ដឹងអីអញ្ចឹងណាកន្លែងនេះគឺគេចាប់ផ្ដើមវាស់ខ្នាតគេឲ្យកូនយើងគេហើយគេចាប់ផ្ដើមវាស់អញ្ចឹងណាដាក់ក្បាលដល់កន្លែងសហ្នឹងទៅហើយបន្ទាប់មកគេចាប់ផ្ដើមវាស់អញ្ចឹងណាបងប្អូនតើគ្នាហើយនេះគឺជាទស្សនវិជ្ជានៅកន្លែងពេទ្យគេហ្នឹងគឺជាកន្លែងក្មេងដែលគេចាក់វ៉ាក់សាំងផ្សេងអញ្ចឹងណាមិនថាក្មេងឬក៏មនុស្សធំឯកន្លែងហ្នឹងដូចជាខ្ញុំដឹងគេត្រូវការចាក់ហ្នឹងក៏គេមកចាក់កន្លែងហ្នឹងហើយនេះជាឈ្មោះដែលយើងត្រូវចូលទៅហ្នឹងតាមលេខរៀងផងយើងអញ្ចឹងណាហើយបាននិយាយពីប្រពន្ធខ្ញុំវិញបងប្អូនតើគ្នាគឺថាមិនអាចខ្វះកាហ្វេបានទេវិចកាហ្វេតាំងពីខ្មែរទៅរហូតយកទៅញ៉ាំនៅវៀតណាមបងប្អូនតើគ្នាហើយពេលចូលខាងក្នុងវិញកុំឲ្យសៅម៉ងច្រើនគឺថាចូលម្ដងទាំងពីរអ្នកតែម្ដងហើយបាននិយាយប្រូឆាយបងឆាយយើងនេះវិញគឺថាក្លុកញាក់សាហាវតែម្ដងបងប្អូនតើគ្នាគឺថាដៃក៏មិនប្រឹងជើងក៏មិនស្កប់ដែរគឺថាបរះយកតែមែនតើហើយកូនខ្ញុំនេះគឺថារៀងសភាពតិចតួចព្រោះអត់ទាន់ប្រហែលទេហើយគេឃើញបងឆាយរៀងបរះក៏គេចង់បរះដែរពេលចាប់ដើមពេទ្យគេវាស់ទៅរៀងប្រឹងតិចទៅឥឡូវកូនខ្ញុំចេញបានមកខាងក្រៅវិញហើយដូចខ្ញុំនិយាយចឹងគឺអត់បានចាក់ទេអញ្ចឹងហើយគឺរងចាំទៅខែក្រោយម្ដងទៀតអញ្ចឹងណាហើយនេះគឺជាទស្សនវិជ្ជាមន្ទីរពេទ្យគេគឺថាធំទូលាយល្អណាស់ខ្មែរយើងភាគច្រើនដែលទៅទទួលសេវាកម្មផ្សេងនៅទីនោះអញ្ចឹងណាបន្ទាប់មកនៅពេលដែលបងឆាយចាក់ហើយក៏យើងចាប់ផ្ដើមរៀបចំមកកន្លែងផ្សារមើលសម្ភារៈផ្សេងដែលយើងត្រូវការទិញតិចតួចអញ្ចឹងណាហើយកូនខ្ញុំថាននគឺថាបានចូលផ្សារនេះគឺថារៀងក៏ជ្រុលមែនតើនៅពេលដែលគេចាក់បទចម្រៀងបែបក្មេងៗសប្បាយគឺថារៀងគេចង់រាំផងអីផងអញ្ចឹងណាហើយនៅពេលដែល3កូនបងប្អូនតើគ្នាគឺថាមិនមែនស្រាណាកូនខ្ញុំទៅថ្លឹងលើនេះដូចជា6គីឡូជាងបងប្អូនតើគ្នាហើយនេះគឺឆាយគឺគេបានប៉ាគេ3ហើយបន្ទាប់មកនៅពេលដែលយើងកាន់ហ្នឹងនេះបងប្អូនតើគ្នាដូចខ្ញុំនិយាយអញ្ចឹងនៅពេលដែលលឺបទចម្រៀងគេរៀងក៏ជ្រុលបងប្អូនតើគ្នាប្លែកមែនតើក៏ជ្រុលដៃផងក៏ជ្រុលជើងផងបន្ទាប់មករៀងចុកដៃឃើញអតេគេហ្នឹងក៏ចាប់ដើមយកអតេដាក់កូនម្ដងហើយកូនខ្ញុំអត់ចេះអង្គុយទេហើយខ្ញុំរើសឲ្យបងប្អូនតើគ្នាដោះអាវម៉ាក់គេមកទ្របខាងក្រោមហ្នឹងឲ្យដាក់គេតែម្ដងបងប្អូនតើគ្នាគឺថាប្រឹងល្អខ្លាំងមែនតើដើររុញមើលពេញផ្សារតែម្ដងមិនបាច់ទិញអីច្រើនទេធ្វើម៉េចរុញកូនឲ្យមើលទេទៅពីផ្សារហ្នឹងអញ្ចឹងណាយំទៅគេប្រឹងមើលអីចឹងទៅបងប្អូនតើគ្នាគឺថាដើរចល័តពេញនឹងឯងហើយដើរមើលទិញអីសម្រាប់តិចតួចអញ្ចឹងណាគេសប្បាយយកតែមែនតើថាននបងប្អូនតើគ្នាគឺថាសប្បាយខ្លាំងណាបានជិះលើអតេហ្នឹងណាហើយបាននិយាយពីកន្លែងស្ពូនេះនៅពេលដែលយើងទិញគឺគេមានសម្រាប់ឲ្យយើងហិតក្លិននៅពេលដែលយើងហិតក្លិនស្រឡាញ់មួយណាក៏យើងអាចទៅយកតាមពណ៌តាមម៉ូដនឹងអញ្ចឹងណាខ្ញុំទៅផ្សារគេនេះគឺធំមានសម្ភារៈច្រើនខ្លាំងមែនតើមិនថាម្ហូបអាហារសម្ភារៈតោះបាយសម្លៀកបំពាក់អីផ្សេងគឺច្រើនណាហើយកូនខ្ញុំគឺថាគេប្រឹងល្អខ្លាំងមែនតើនៅក្នុងនឹងបងប្អូនតើគ្នាមិនដែរពេលដែលរៀងយូរទៅក៏រៀងឃ្លានដែរអញ្ចឹងទៅគឺរៀងស្វែស្វារត់ទៅដល់គួយគាត់ដែរហើយវីដេអូយើងគឺថាមានតែប៉ុណ្្នឹងទេជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតតែពីពេលនេះទៅខ្ញុំនឹងព្យាយាមធ្វើវីដេអូប្លុកឲ្យបានច្រើនបាយ